និតដែលឥតគិតថ្លៃស្វែងរកជំងឺមហារីកសាដនបឋមឥឡូវហ្នឹងខ្ញុំមកដល់ទីតាំងហើយគឺនៅសួនវត្តបទុមវតីគេធ្វើឡើងនៅថ្ងៃទី17 18 19ខែតុលាចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង8ល្ងាចបងប្អូនកុំបារម្ភរឿងចាំយូរដោយសារអីមានរហូតដល់7បន្ទប់សម្រាប់ពិនិត្យបើសិនជាករណីរកឃើញដុំអីចម្លែកគឺគេមានម៉ាស៊ីនអេកូសាសនៅនឹងស្រាប់ហ្មងពិនិត្យដែលឥតគិតថ្លៃហ្នឹងគឺមានការចូលរួមពីមន្ទីរពេទ្យធំៗចំនួន4ដូចជា Royal ភ្នំពេញ Intercare Raffles Medical ជាមួយនឹង Orenda ជាពិសេសការពិនិត្យហ្នឹងគឺធ្វើឡើងដោយពេទ្យស្រី 100% តែម្ដងមិនត្រឹមតែមានការពិនិត្យគិតថ្លៃទេនៅមានក្រុមហ៊ុនដៃគូជាច្រើនដែលគាត់មានកម្មវិធីពិសេសនៅពេលល្ងាចនោះគឺមានស្តង់អាហារដែលយើងអាចទៅញ៉ាំអីនៅនឹងបានសម្រាប់បងប្អូនដែលចង់មករំលេងកម្សាន្តហាត់ប្រាណអីល្ងាចឡើងក៏គេមានដែរព្រមជាមួយកម្មវិធីលេងហ្គេមយករង្វាន់ត្រឹមតែប៉ុណ្ណឹងឯងគឺគេមានកន្លែងឲ្យយើងបោះបាល់លេងទាត់បាល់ក៏មានដែរចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមឲ្យបានច្រើនកកដោយសារតែនេះគឺជា3ថ្ងៃចុងក្រោយនៃកម្មវិធី AAA Fit for Hope សម្រាប់ឆ្នាំហ្នឹងហើយអ្នកដែលបានចោះឈ្មោះ Pink Run គឺអាចមកយកអាវនៅកន្លែងនេះបានថ្ងៃទី17 18កុំភ្លេចមកចូលរួមរត់ប្រណាំង Pink Run ជាមួយខ្ញុំទាំងអស់គ្នានៅថ្ងៃទី19ពេលព្រឹកហើយម្យ៉ាងទៀតក៏មានស្តង់ AAA ដែរបើសិនជាយើងចង់សួរប្រឹក្សាព័ត៌មានទាក់ទងជាមួយធានារ៉ាប់រងណាអរគុណ